Ok, sau đây tao có này nhà này nhằm trang vậy bẻ pon cho môi nâng AI tích được xa tờ lớn nâng mình tha bị ná thì bởi AI tờ tao có này nâng hay score tha chỉ AI bị trơn vì mình ai tham mình tao thì hay mà dạng này sòng kiếm không ai dân mùi xiêm nâng có hưởng AI nâng màu vì tha thư cái lọc cha dân mơ đăng tha pon miền na bất pon miền na AI ព្រោះអ្នកបង្កើត AI មិនថានៅខ្មែរយើងមិនថានៅប្រទេសចោលហ្នឹងទេសិតតែយក AI មកបង្កើតធ្វើជាវីដេអូឬក៏ធ្វើជារូបពេលខ្លះក៏វាកាត់អា logo AI ចេញពេលខ្លះក៏វាអត់កាត់ហើយវាថាអាហ្នឹងជារូបពិតហើយយើងក៏ខាងយើងក៏មានអញ្ចឹងដូចគ្នាអញ្ចឹងធ្វើឲ្យយើងបែងចែកវល់វែកទាំងអស់ទោះតែយើងយករូបហ្នឹងមក scan នៅក្នុង tool របស់ពីណាក៏ដោយខ្ញុំឃើញនៅស្រុកខ្មែរមាន tool ច្រើនខ្ញុំមិនចង់និយាយថា tool ណាទេប្រើ tool ហ្នឹងទៅដើម្បី scan ហ្នឹងថាអូរូបហ្នឹង AI ឬក៏មិន AI tool ហ្នឹងក៏វាអត់ត្រូវដែរវាអាចត្រូវមួយចំនួននៅពេលដែលរូបហ្នឹងយើងមើលមក AI ទាំងអាចមើលមកអាហ្នឹងវា scan ដឹងតែរូបខ្លះយើងមើលមកអត់ដឹងទេនៅពេលដែលវាកែពលឺវាប្រធាក់វាថាវាធ្វើពីបេតុងវាធ្វើអាហ្នឹងជា AI ពី AI ម្ដងហើយបន្ទាប់មកវាយកនឹងទៅកែបន្ថយពលឺបន្ថយអីទៅធ្វើឲ្យពួកអាចាប់ហ្នឹងចាប់អត់ដឹងទេធូរចាប់ហ្នឹងយ៉ាអញ្ចឹងដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងវីដេអូឃើញខ្ញុំដាក់នៅលើហ្នឹងអញ្ចឹងវីដេអូហ្នឹងបង្កើតឡើងនៅ AI ហើយមិនមានតែមើលវីដេអូហ្នឹងទេស្រុកខ្មែរគឺខ្ញុំមិនដឹងថាពួកចិនឬក៏ពួកអីថោកទាបមែនទេធ្វើអញ្ចឹងលួចរូបគេអានេះពូទេប្រិនណារ៉ូយកមុខគាត់អាហ្នឹងគេហៅ deepfake យកទៅដាក់ធ្វើអញ្ចឹងធ្វើគាត់ផ្សព្វផ្សាយពាណិជ្ជកម្មឯណាទាំងគាត់អត់ដឹងខ្លួនអីសោះហើយសំបីតែសបោជាងគេតារាល្បីចាំតែមើលគឺភាគច្រើនហ្មងបើអ្នកអត់ដឹងគេចូលទៅជេរផ្អើលពេញហ្នឹងដូចពាក់មីគេមិនចូលជេរគាត់ទាំងតែគាត់អត់ដឹងអីសោះថាគាត់ផ្សាយល្បែងណាតាគេកាត់មុខគាត់ទៅអា deepfake ហ្នឹងពេលខ្លះវាអភិវឌ្ឍម្ដងបន្តិចពីមុនគឺវាអត់ដូចទេឥឡូវវាកាន់តែដូចទៅតែក៏វានៅអាចមើលដឹងដែរ deepfake ហ្នឹងដូចនេះចឹងមើលទៅហើយគាត់គ្មានដឹងទេម្ចាស់សម័យខ្លួនគ្មានដឹងហើយពូវាយកមកដាក់អញ្ចឹងហើយយកមកboost វីដេអូមិនចំណេញលុយអត់មានចំណាយទៅជួលពីណាថោកទាបចឹងធ្វើអញ្ចឹងធ្វើខុសច្បាប់អាហ្នឹងតាមពិតតែខ្ញុំគិតថាប្រហែលអាចគាត់មិនដឹងផងមើលទៅព្រោះអានេះវាអត់ធ្វើល្បីដែរវីដេអូនេះខ្ញុំអូ TikTok ក៏ឃើញ load ad ហ្នឹងមកអញ្ចឹងទៅហើយដូចរូបនៅលើហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាក៏គួរប្រយ័ត្នដែររឿង AI ហ្នឹងដូចខ្ញុំ search នោះ channel ខ្ញុំ Who is K Random Talk នៅលើ Google ណាអាហ្នឹងយើងអត់ចេះប្រើ AI អត់ចេះប្រើអីទាំងអស់យើងគ្រាន់តែទៅ search Google ព្រោះ Google ឥឡូវគឺវា enable AI overview ឲ្យយើង free ឲ្យយើងហ្មងនិយាយមិនឲ្យយើង free ខ្ញុំចង់និយាយថាបើក by default ហ្មងអញ្ចឹងទោះបីយើង search គឺវា summary អីមួយដែលយើង search ហ្នឹងគឺនៅលើ Google ហ្នឹងមកដូចខ្ញុំវាយមើល Who is K Random Talk បន្ទាប់មកវាឆ្លើយ K Random Talk វាប្រាប់ទៀតនោះ also spell ថា hashtag K Random Talk ឯងដែលខ្ញុំដាក់រហូតហ្នឹងហើយវាថាគឺឈ្មោះ YouTube channel មួយដែលនិយាយភាសាខ្មែរឬក៏ online personality ដែល focus ទៅលើ movie review ហើយការនិយាយដូចខ្ញុំពងនិយាយឥឡូវហ្នឹងហើយparticular ទៅលើ horror ហើយនិង drama genre ឃើញអត់អីដែលខ្ញុំធ្វើនៅក្នុងហ្នឹងគឺវាទៅអាហ្នឹងអាចថា scrape វាចាប់យក data យើងយកមក summarize អាហ្នឹងមិនមែនថាអត់បានទេវាបានតែពីមុនយើងត្រូវដើរស្រាវជ្រាវយើងត្រូវទៅ search យក K Random Talk ធ្លាប់ធ្វើពីអីគេឥឡូវគឺមិនបាច់ទេចូលទៅ Google វាយ Who is K Random Talk មើលវាចេញមកហ្មងហើយតម្រាំអ្នកល្បីទៀតបើយើងច្រឡំផុសអីសំខាន់ព័ត៌មានផ្ទាល់ខ្លួននៅលើអ៊ីនធឺណិតគឺ Google នេះឥឡូវគឺវា summarize ឲ្យយើងទាំងអស់ថាយើងរងថ្ងៃហ្នឹងកំពុងតែធ្វើអីហើយមួយទៀតខ្ញុំអត់បានដាក់នៅក្នុងហ្នឹងទេតែខ្ញុំធ្លាប់ search ហើយsummarize ហ្នឹងគឺវាអត់ summarize ព័ត៌មានដែលយើង post នៅលើ Facebook ទេវាដាក់អញ្ចឹងនៅពេលដែលយើងឧទាហរណ៍ខ្ញុំសួរថា K Random Talk ហ្នឹងឧទាហរណ៍ឈ្មោះ A គាត់រងថ្ងៃគាត់ធ្វើគេនៅខ្លះនៅលើ Facebook វាដាក់ណាយ៉ា policy វាគឺវាដាក់ហ្មងថា policy AI គឺអត់មានឲ្យទៅយក data អញ្ចឹងទេតែនៅពេលដែលខ្ញុំសួរថាម្នាក់ហ្នឹងជាអ្នកណានៅក្នុង Google ហ្នឹង
វាចេញមកហ្មងថាម្នាក់ A ហ្នឹងគឺជាអ្នកណា Facebook អាចឈ្មោះនេះហើយរងថ្ងៃផុសសូម្បីតែខ្ញុំ search បន្តខ្លួនឯងខ្ញុំ search ទៅគឺឃើញហ្មងដាក់ថាខ្ញុំរងថ្ងៃកំពុងតែ share រឿងពាក់ព័ន្ធជាមួយនឹងសង្គ្រាមយើងហើយនឹងថៃហើយខ្ញុំហ្នឹងគឺវាថារៀងផ្អៀងទៅខាងខ្មែរយើងវាដាក់សង្ខេបចឹងហ្មងតែនៅពេលដែលយើងសួរចាក់ដោតហ្មងចំថាអូ Facebook ផុសមិនវាថាអាហ្នឹង privacy វាអានផុសតែមែនតែនទៅនៅពេលដែលយើងសួរជា general គឺវាឆ្លើយមកទាំងអស់ដែរអញ្ចឹងអាហ្នឹងបានន័យថាម៉េច data ហ្នឹងយើងអាចថាវាលួចក៏បានអាចថាមិនក៏បានចិត្តតែវាធ្វើឲ្យយើងស្រួលស្វែងរកព័ត៌មានពីមនុស្សម្នាក់ជាងមុនអញ្ចឹងសម័យនេះយើងគួរតែកាត់បន្ថយអារឿងផុសអីជា public ព័ត៌មានពាក់ព័ន្ធព័ត៌មានតខ្លួនព្រោះឥឡូវវាកាន់តែស្រួលទៅក្នុងការស្វែងរកព័ត៌មានរបស់យើងស្រួលខ្លាំងមែនតើយ៉ាសម័យបច្ចេកវិទ្យាគេវាកាន់តែឈានទៅមុខហើយខ្ញុំមិនដឹងថាទៅមុខអា deep fake ហ្នឹងកន្លែងវីដេអូហ្នឹងវាធ្វើកាន់តែដូចមែនតើសលេងកាន់តែវាដូចម្នាក់ហ្នឹងមែនតើយើងកាន់តែចាប់ដើមវល់ទាំងអស់ហ្មងហើយសាកសម័យមើលបើ Google ហ្នឹងវាកាន់តែស្រាវជ្រាវជ្រៅជាងហ្នឹងទៀត Twitter យើងវារកអីឃើញរកអីទាំងអស់ព័ត៌មានបណ្ដាញសង្គមដែលយើងមានប្រហែលគឺវាយកមកសាមរាយប្រាប់ថាយើងរងថ្ងៃនេះយើងកំពុងធ្វើពីអីយើងផុសអីយើងមានសង្សារមិនផ្ទះយើងនៅណាអីនៅណាវាប្រាប់ទាំងអស់ឃើញវាស្រួលចឹងយូរទៅវាកាន់តែស្រួលធ្វើឲ្យយើងកាន់តែគ្រោះថ្នាក់មែនតើអញ្ចឹងយើងត្រូវមើលពាក់ព័ន្ធជាមួយរឿងអស់ហ្នឹងហើយខ្ញុំចង់និយាយផលប្រយោជន៍តែបន្តិចទេផលប្រយោជន៍គឺវាជួយឲ្យយើង យើងធ្វើការឲ្យស្រួលជាងមុនលឿនជាងមុនឧទាហរណ៍យើងចង់ search ព័ត៌មានខ្ញុំអត់ search ថានរណាជា K-random ក៏ K-random talk ឯងឧទាហរណ៍ខ្ញុំចង់និយាយថាព័ត៌មានខ្ញុំចង់សរសេរពាក់ព័ន្ធជាមួយរឿងកវត្តឬក៏ចង់សង្គ្រាមខ្មែរថៃយើងអាចទៅសរសេរទៅក្នុង AI ដូចជា Gemini ឬក៏ ChatGPT យើងសួរមកគឺវាសាមរាយយើងហ្មងយើងមិនបាច់ទៅអង្គុយ search នៅលើ website មួយទេគឺវាសាមរាយយើងមួយនៅលើហ្នឹងហ្មងហ្នឹងវាជួយយើងហើយក្នុងការកាត់វីដេអូក្នុងការធ្វើអីផ្សេងគឺវាជួយច្រើនមែនតើ AI វាលឿនពន្លឿនការងារឲ្យយើងលឿនជាងមុនតែគ្រោះថ្នាក់គឺខ្ញុំនិយាយមុនហ្នឹងអញ្ចឹងហើយព័ត៌មានដែលបង្កើតឡើងដោយ AI យើងត្រូវតែ fact check មកតង់ទៀតដោយសារតែ AI គឺគេប្រាប់ហើយគេអត់មានបាននិយាយទេគេប្រាប់ក្នុងពាក់ព័ន្ធជាមួយគ្រប់ AI ទាំងអស់អាហ្នឹងលើថាព័ត៌មាន AI គឺវាអាហ្នឹងគេអង់គ្លេសគេថានៅពេលដែលគេបរិញ្ញាខ្ញុំធ្លាប់check មើល Gemini hallucination នេះអាហ្នឹងវាថាវាបង្កើតអាកំណត់ហ្នឹងនៃខ្លួនឯងអញ្ចឹងយើងអាចពឹងផ្អែកទៅលើ AI 100% ទេយើងត្រូវតែ fact check បន្ថែមទៀតទោះបីតែ AI វាទៅ scrape data ពីលើ website ពី Google Gemini វាទៅ scrape ពី Google ពី website មួយក៏ដោយក៏យើងត្រូវ fact check បន្ថែមដែរយ៉ាអញ្ចឹងអីខ្ញុំចង់និយាយតែប៉ុណ្្នឹងបាយ